រឿងអធិការចិត្តអាក្រក់វគ្គទី1បែងចែកវណ្ណៈមើងជីស្នូជួងចេញពីរៀននៅតាមវិទ្យាល័យភ្នំដូងពេញសិស្សានុសិស្សបានចេញពីសាលាមកកកខ្លះជិះរថយន្តខ្លះជិះត្រីចក្រយានឬត្រីចក្រយានយន្តខ្លះទៀតក៏ប្រើអាដូតហើយឈូឆរគ្មានដាច់លេឡំនឹងសំឡេងខ្ញៀវខ្ញាត្រហឹងអឹងកងបើយើងសម្លឹងមើលទៅខាងមុខវិទ្យាល័យយើងអាចឃើញកូនរថយន្តមួយគ្រឿងទុកទៅដោយយុវជនដ៏សង្ហាម្នាក់ស្លៀកពាក់ឯកសណ្ឋានជាអធិការប៉ូលីសកំពុងរេផ្នែកចុះឡើងទំនងជារោគនរណាម្នាក់សិស្សប្រុសស្រីនាំគ្នាចេញជាបន្តចិត្តអស់ហើយពុំទាន់ឃើញនរណាម្នាក់ដែលគេកំពុងរោគនោះឡើយធ្វើឲ្យទឹកមុខយុវជនប្រែជាក្រញើហាក់ដូចជាធុញទ្រាន់ណាស់ទទួលពេលជាមួយគ្នានោះមានយុវនារីមួយក្រុមចេញមកក្រឡេកឃើញកូនរថយន្តភ្លាមនាំគ្នាសម្លឹងមករកគេគ្មានដាក់ភ្នែកធ្វើឲ្យយុវជនយើងរឹតតែធុញទ្រាន់ថែមទៀតនិងបញ្ចេញរឹកក្រអឺតក្រទមមួយរំពេចរាងគេសង្ហាណាស់ភ្នែកធំល្មមច្រមុះស្រួចមាឌធំខ្ពស់ស្រឡះសមជាអធិការប៉ូលីសមិនខុសទេតែចំពោះរឹករបស់គេវិញហាក់គ្មានរវីរវល់នឹងសិស្សនារីមួយក្រុមនោះសោះអាកប្បកិរិយាហាក់ប្រងើយកន្តើយមុខមាត់ស័ក្តិសមនឹងភ្នែករបស់គេមុតណាស់បើសម្លឹងអ្នកណាហើយអ្នកនោះពិតជាខ្លាចមិនខានបើវិនិច្ឆ័យពីរឹកពីរបស់គេវិញយើងអាចសម្គាល់ទៅតាមទឹកមុខរបស់គេបានខ្លះគឺជាបុរសម្នាក់ដែលមានវណ្ណៈខ្ពង់ខ្ពស់ប្រកបដោយការប្រកាន់វណ្ណៈនិងវាយរឹកក្រអឺតក្រទមជាការពិតតើគេជាបុរសប្រភេទណាហើយមានវណ្ណៈខ្ពង់ខ្ពស់ដល់កម្រិតណាទៅទើបអ្នកនិពន្ធហ៊ានវាយតម្លៃទៅហើយនោះដោយការរងចាំយូរពេកនរៈចុចស៊ីផ្លេទីតពេលនោះឃើញយុវតីម្នាក់អាយុខ្ទង់16ឆ្នាំកំពុងតែរត់តម្រង់មករករថយន្តទាំងមុខញញឹមអង្គសម្បត្តិប្រហែលជាខឹងនឹងអូនហើយបានជាធ្វើមុខស្អុយប៉ែអញ្ចឹងចាំអូនយូរពេកឬកំឡោះបញ្ជារថយន្តរួចតបបងធុញណាស់ម៉ានីឲ្យតែយូរយ៉ាងហ្នឹងបងឈប់មកទទួលអូនហើយថ្ងៃណាក៏ជាថ្ងៃចេញក្រោយគេដែរបងធុញណាស់នេះមកពីអូនរវល់នៅបង្ហើយមេរៀនទេតើមេរៀនអូននៅបង្ហើយក្រោយគេរាល់ថ្ងៃឬចាត់ទុកជាការអង្គុយទស្សនារូបភាពបវរកញ្ញាវិទ្យាល័យនេះដែរតើអ្នកទាំងពីរក៏សោចអំឡោះហួសចិត្តស្រឡះគេងាកមកនិយាយដោយសើចដែរម៉ានីផ្ទុយពីចិត្តបងទៅវិញទេតាមពិតបងសម្លឹងទាំងបិទភ្នែកដើម្បីកុំឲ្យឃើញនារីទាំងនោះព្រោះម្នាក់ឲ្យតែចេញមកនាំគ្នាសម្លឹងមើលបងឥតដាក់ភ្នែកសោះបងខ្លាចតែបានហើយបងសម្បត្តិអើយកុំយល់ច្រឡំឲ្យសោះមិត្តនារីក្នុងវិទ្យាល័យនេះនរណាម្នាក់មិនដឹងថាលោកអធិការជាបងរបស់ម៉ានីជាបុរសកំពូលកោកាចនិងជាគូដណ្ដឹងរបស់អ្នកបងហ្សូលីរៀនថ្នាក់Eបញ្ចប់នេះគេល្បីសឹងគ្រប់គ្នាណាបងបើបានដឹងមុនអញ្ចឹងស្រួលហើយប្រយ័ត្នតែមិនដឹងវិញមិនវីវោធំទៅហើយឬហាកុំសម្បើមពេកលោកអធិការអើយវាមិនដល់ថ្នាក់នេះទេមាននរណាគេប្រកាន់ឆ្មើងឆ្មៃដើរវាយតម្លៃស្រីដូចនេះទេពួកគេនោះបែបមិនហ៊ានតាមបងទេបើលួចជេរប្រតិចនោះបែបមានខ្លះអូនថានរណាហ៊ានជេរប្រតិចបងម៉ានីប្រាប់បងភ្លាមមកបងនឹងប្រដៅវាគ្មាននរណាគេថាទេនេះជាការស្មានរបស់អូនទេតើព្រោះបងចូលចិត្តដើរវាយតម្លៃចំពោះនារីភេទណាស់គ្មាននរណាមានសិទ្ធិស្មើនឹងបងម្យ៉ាងទៀតគឺអ្នកដែលមានវណ្ណៈតូចទាបជាងបងអូនវិនិច្ឆ័យថាពិតជាមានអ្នកលួចស្អប់បងជាមិនខានទេបានហើយម៉ានីបងគ្មាននរណាមកស្រឡាញ់បងទេចំពោះផ្នែកអធិការគឺដាច់ខាតមិនរណបនរណាម្នាក់ឡើយហើយចំពោះអ្នកដែលមានឬគ្មានវណ្ណៈប្រហែលបងគឺកាន់តែឆ្ងាយណាស់ទៅទៀតម៉ានីឮវាចាបងប្រុសដូច្នេះស្រីមិនពេញចិត្តសោះបានន័យថាបងប្រកាន់វណ្ណៈណាស់មែនទេអូនថាដូច្នេះក៏បានដែរព្រោះអីយើងជាវងត្រកូលអ្នកអធិការកាលណាទៅរាប់អានអ្នកក្រខ្សត់គឺថោកទាបដល់កិត្តិយសយើងជាមិនខាននាងដកដង្ហើមរួចផ្អែកខ្លួនទៅបងឯកខាងក្រោយដោយវាចាបងសម្បត្តិខុសពីចិត្តអូនទៅវិញអូនក៏ឈាមតែមួយជាមួយបងដែរតែដូចជាមិនចេះប្រកាន់ដូចបងហើយព្រោះអូនយល់ថាមនុស្សដែលមានជីវិតរស់នៅលើពិភពលោកដ៏ធំធេងនេះគឺពុំអាចរស់នៅក្នុងវាសនារបស់ខ្លួនបានឡើយហើយក៏គ្មានអ្វីដែលទៀងទាត់ជានិច្ចដែរយ៉ាងណាមិញដូចជារូបយើងជាដើមយើងពុំដឹងថារស់នៅក្នុងត្រកូលជាអភិជននេះរហូតបាននោះទេព្រោះឥឡូវនេះយើងកំពុងតែរស់នៅក្រោមការគៀបសង្កត់របស់
ប៉ាម៉ាក់ដែលមានទ្រព្យសម្បត្តិហូរហៀនិងវណ្ណៈខ្ពង់ខ្ពស់សូមបងកុំភ្លេចថាយើងពុំអាចទាយវាសនាទៅអនាគតបានទេដូច្នេះសូមបងលះបង់គំនិតចាស់គំរិលនេះចោលទៅឈប់ម៉ានីអូនមិនបាច់ប្រដៅបងទេបងមិនចង់ឮអូននិយាយដូចនេះទេណាបងដឹងហើយគំនិតអូនគឺជាគំនិតរាស្ត្រនិយមជាគំនិតសាមញ្ញបងមិនចូលចិត្តទេជីវិតអ្នកមានគឺនៅតែមានអ្នកក្រគឺនៅតែក្រព្រោះគំនិតអ្នកក្រគិតមិនជ្រៅទៅមុខទេច្រើនតែសុញដូចអូនអញ្ចឹងពោះចិត្តលេងនិយាយប្រវល់តែជជែកនឹងប្អូនឡើងតឹងសរសៃកបណ្ដាលឲ្យរថយន្តបាត់ចូលផ្លូវកែងពេទ្យចិនយ៉ាងលឿនមិនបានប្រុងប្រយ័ត្នជាមួយគ្នានោះដែរនារីម្នាក់ដើរតាមចិញ្ចើមថ្នល់បណ្ឌៀតសៀវភៅនៅនឹងដៃផងរៀបនឹងដើរឆ្លងថ្នល់ទៅហើយភ្ញាក់ព្រឺតរថយន្តជន់ហ្វ្រាំងងឹតរេចង្កូតជ្រុលបន្តិចទៅប៉ះនាងដួលជ្រុះសៀវភៅនៅលើថ្នល់កល្យានស្ទុះក្រោកឡើងជួននឹងពេលបងប្អូនពីរនាក់នេះចេញមកដែរកំឡុងអធិការនោះឈរសម្លឹងមើលសម្លៀកបំពាក់ដែលនាងកំពុងតែបោសញាប់ដៃដោយឃើញសម្លៀកបំពាក់ដែលមានក្រណាត់ធន់អន់បំផុតបង្ហាញនាយយើងឲ្យដឹងថាអ្នករងគ្រោះនេះគឺជាអ្នកក្ររហេមរហាមបណ្ដាលឲ្យចិត្តកំឡោះអធិការដ៏សង្ហានេះហាក់មើលងាយវាយតម្លៃមួយរំពេចគេជះសម្ដីដូចចោលដឹងទាំងដងនាងឯងអត់ភ្នែកទេឬបានជាឆ្លងថ្នល់មិនព្រមបើកប្រស្រីមើលរថយន្តនេះបើសិនជាក្រឡិតថ្នាំឡានខ្ញុំតែបន្តិចនាងឯងប្រហែលជាបានចូលគុកមួយអាទិត្យលេងសិនហើយថាហើយគេបែរមកពិនិត្យថ្នាំឡានដែលបុកត្រូវនាងមុននេះធ្វើប្រងើយយុវតីដែលកំពុងបោសសម្អាតធូលីដោយពុំបានឃើញមុខម្ចាស់ឡានផងទោះឮសម្ដីឆ្លើយដូច្នេះនាងក៏ងើបមុខឡើងទទួលលោកអធិការងាកមកធ្វើឲ្យយុវតីនោះរៀងភ្ញាក់បន្តិចដោយអាការៈធ្លាប់ស្គាល់ដែរបែរមកកំឡោះនេះវិញប្រហែលជាពុំស្គាល់នាងទេព្រោះពុំដែលរាប់រោគវណ្ណៈក្រខ្សត់សោះតែគេបែរជាសម្លឹងមុខនាងដោយខ្សែភ្នែកយ៉ាងមុតហើយគិតក្នុងចិត្តថាអាយ៉ាគួរដែលតើសម្លៀកបំពាក់គួរឲ្យខ្ពើមនឹកដល់វណ្ណៈខ្លួននាយស្ដោះទឹកមាត់យុវតីនោះខំទប់ណាស់ដែរតែទប់មិនបានក៏ហូរសម្ដីមករាវសូមលោករក្សារឹកពីនិងទ្រឹស្ដីឲ្យបានសមរម្យខ្លះបន្តិចទៅយើងជាមនុស្សដូចគ្នាលោកមិនមែនសត្វធាតុឯណាអាយ៉ាហ៊ានតវ៉ាជាមួយអធិការខ្ញុំផងឬនាងឯងខុសច្បាប់ទាំងស្រុងហើយនៅពូកែទៀតចាគួរសមដែរព្រោះខ្ញុំកំពុងតែឈររងចាំរថយន្តរបស់លោកទៅតែបែរជាបើកមកគៀខ្ញុំទាំងរស់យើខ្លាំងក្រនបើយកត្រូវខ្លួនឯងទៀតនាងត្រូវដឹងថាមនុស្សប៉ុនខ្ញុំមានវណ្ណៈជាអធិការហើយនោះមិនភ្លើទេនាងទេតើដែលភ្លើដើរឈ្ងោកដីគង់ថ្ងៃណាអាចជើងល្អបញ្ជូននាងទៅស្នងការម្ដងទេណែលោកអធិការក្នុងទីក្រុងនេះគ្មាននរណាជើងល្អដល់លោកឯងនេះទេហើយក៏គ្មាននរណាគ្មានដឹងខុសត្រូវដូចជាលោកឯងនេះដែរឈប់និយាយនាយកំហុសគិតថាយើងទប់ចិត្តមិនបានចាប់នាងឯងបញ្ជូនចូលគុកឥឡូវសម្ដីលោកឯងនេះអយុត្តិធម៌ណាស់លោកឯងជាអធិការម្នាក់គឺជាអ្នកចេះច្បាប់រកខុសត្រូវសល់ខ្មៅឲ្យជន់ទូទៅតែផ្ទុយស្រឡះប្រព្រឹត្តល្មើសច្បាប់ខ្លួនឯងទៅវិញលោកឯងអាងបុណ្យស័ក្តិជាអធិការឬត្រូវមួយថ្ងៃនេះធ្វើឲ្យលោកអធិការយើងក្តៅស្លឹកត្រចៀកនាយយាដៃប្រុងនឹងទះស្រីទៅហើយតែត្រូវម៉ានីខាត់ញាប់ស្អេកទេជប់សិនបងកុំប្រើកម្លាំងបាយអញ្ចឹងនិយាយគ្នាតាមសម្រួលសិនទៅកុំតាមកំហឹងទល់កំហល់ពេកចំណាំមុខនាងឯងទុកសិនចាំមើលគង់ថ្ងៃណានឹងបានប៉ះសម្ដីជាមួយនាងឯងម្ដងទៀតទេប្រសើរណាស់ហ៊ានមើលងាយវាតម្លៃដល់បុណ្យស័ក្តិអធិការយើងផងឬកុំតែយល់ថានាងឯងជាស្រីទេកុំអីលេងឲ្យស្គាល់ដៃអធិការសម្បត្តិនេះម្ដងពោលរួចនាយងាកខ្លួនបើកទ្វារឡានចូលអង្គុយទាំងក្រញើនៅក្រោមក្រសែភ្នែកយ៉ាងមុតបំផុតនឹងឆ្លៀសវៃរបស់យុវតីយើងម៉ានីអោនរើសសៀវភៅដែលជ្រុះនារៈតបទាំងក្រញើយ៉ាងម៉េចម៉ានីអូនឯងមិនទាន់អស់ចិត្តទេឬបានជានៅរើសសៀវភៅមិនទាន់ដាច់ចិត្តពីមនុស្សកូនមន់នេះទៀតម៉ានីមិនតបបងទេនាងហុចសៀវភៅឲ្យទៅម្ចាស់គេវិញដោយពោលពាក្យគួរសមបងស្រីអភ័យទោសឲ្យខ្ញុំផងចុះនេះសៀវភៅខ្ញុំរើសជូនបងស្រីវិញកល្យានងាកមកទទួលសៀវភៅដោយឆ្លៀតសោកពាក្យបានហើយប្អូនស្រីមនុស្សធន់មន់ស្រែដូចបងនេះមិនសមប្អូនមកសុំទោសបីអីទេតែប្អូនកុំភ្លេចថាមន់ស្រែមិនងាយដាច់ជីវិតឡើយទោះជាយ៉ាងណាក៏វានៅមានបន្តពូជទៅមុខទៀតដែរផ្ទុយទៅវិញមន់សម្លដែលរងចាំចិត្តថ្ងៃចូលឆ្នាំងស្ងោរប៉ុណ្ណោះ
ដោយលឺពាក្យសោកសៀតមួយឃ្លានេះអធិការតបទៅម៉ានីអូនឯងនៅជ្រលក់មាត់ដល់ណាទៀតនាំតែថោកទាបដល់កិត្តិយសទេអូនឆាប់ចូលមកបងចេញទៅចោលឥឡូវហើយណានាងពោលទាំងដើរចេញអញ្ជើញចុះប្អូនស្រីតែថ្ងៃក្រោយសូមប្អូនកុំភ្លេចណែនាំបងប្រុសរបស់ប្អូនឲ្យយល់ពីតម្លៃអ្នកក្រនិងកុំប្រព្រឹត្តល្មើសច្បាប់ដូចថ្ងៃនេះទៀតប្រយ័ត្នចូលស្នងការទាំងអស់គ្នាម្យ៉ាងទៀតបើភ្នែកឡានវាខ្វាក់ហើយសូមឲ្យភ្នែកម្ចាស់វាដែលបញ្ជានោះបើកឲ្យធំបន្តិចផងទៅកុំចំហភ្នែកគ្មានប្រស្រីនោះវាពិតជាជ្រុលជ្រោះក្នុងថ្ងៃណាមួយមិនខានលាហើយពោលចាប់ត្រីបោះចំហៀនចេញទៅតែនាងឈប់វិញទាំងមុខក្រញ៉ៅស្ទើរស្រក់ឈាមយ៉ាងម៉េចនាងឯងប្រដៅយើងផងឬចាស់មិនប្រដៅទេគ្រាន់តែប្រមានព្រោះលោកឯងមើលងាយខ្ញុំហាច់មិនបានត្រូវមួយកំភ្លៀងចំមាត់ស្រីមិនខ្ចីស្លុតតែមុខនាងកាន់តែក្រហមសូមកុំភ្លេចថានាងឯងជាសត្វមន់ឲ្យសោះហើយមិនបាច់ហើមកចឹកក្បាលអ្នកមានទេពេលត្រឡប់មករថយន្តវិញមិនខ្ចីចាញ់ឈឺចិត្តណាស់កំហឹងស្ទើរពុះខ្លាចចិត្តថោកទាបណាស់លោកឯងជាមនុស្សអ្នកមានកិត្តិយសបំផុតតែផ្ទុយទៅវិញលោកឯងយកម្រាមដៃដ៏ល្អស្អាតមកប្រឡាក់នឹងស្រីថោកទាបរបៀបនេះតើថ្លៃថ្នូរទេបើដឹងថាខ្ញុំជាសត្វទាបឆ្នេះលោកឯងជាសត្វឆ្កែបារាំងដែលស៊ីសុទ្ធតែសាច់គោមកកំញើញដំឡើងរឹកយកឈ្នះចាញ់ជាមួយសត្វតូចមួយនេះតើលោកមិនមើលពីសមត្ថភាពទេឬយ៉ាងម៉េចនាងឯងមិនទាន់អស់ចិត្តទេឬតិចថែមមួយដៃកញ្ចប់មាត់ទៀតបើបានថែមមួយដៃទៀតលោកឯងខ្លាចជាសត្វទេរឆានបាត់ទៅហើយនៅរយៈបើកទ្វារបំរុងចោលឲ្យក្តៅនឹងសម្ដីប្រហើននេះពេកតែម៉ានីចាប់ជាប់លោកឯងមិនខុសពីមនុស្សម្នាក់ដែលខ្វះឧត្តមគតិមិនវិនិច្ឆ័យទោសឲ្យអ្នកដែលមានវណ្ណៈតូចទាបជាងខ្លួនផងនោះលោកឯងបែរជាយកបុណ្យស័ក្តិដើរគំរាមកំហែងវាតម្លៃមនុស្សដូចគ្នាដូចជាសម្រាមតើត្រង់ណាទៅដែលលោកតាំងខ្លួនជាអ្នកច្បាប់នោះបានហើយបងស្រីម៉ោង12ហើយតោះប្រញាប់ទៅផ្ទះខ្ញុំឃ្លានបាយហើយណាដោយលឺប្អូនស្រីទឿននរៈក៏បញ្ជារថយន្តងោមិនអីទេនាងឯងគង់ថ្ងៃណាដឹងគ្នាមិនខានស្រីពុំបានលឺពាក្យនេះទេនាងឈរសម្លក់ឡានកំឡោះនោះមិនព្រិចភ្នែកអ្នកដែលឈរនៅស្ដាប់ការឆ្លោះប្រកែកគ្នាស្ញើចគ្រប់គ្នាដែលនាងហ៊ានតមាត់ជាមួយអធិការមហាកាចនេះនរណាក៏មិនហ៊ានតវ៉ាជាមួយគេដែរស្រីបោះចំហៀនទៅមុខយូរស្រីដកដង្ហើមធំម្ដងគិតទៅកំពូចអ្នកមានមួយចំនួនដែលក្អេងក្អាងលើទ្រព្យសម្បត្តិបុណ្យស័ក្តិវណ្ណៈជិះជាន់គ្រប់ប្រភេទត្រូវការគៀបសង្កត់សិទ្ធិពីអ្នកក្រីក្រតែមានមួយចំនួនធំទៀតគេមិនប្រកាន់វណ្ណៈដោយលោកអធិការនេះទេដែលអាងទៅលើអំណាចស្របនឹងកំហឹងដែលពុះកញ្ជ្រោលគ្មានយល់ពីស្រីឬប្រុសនោះទេអោគួរឲ្យស្ដាយពុំគួរណាឲ្យម្ដាយខ្ញុំមានទំនាក់ទំនងជំពាក់វគ្គវិនជាមួយគ្រួសារមួយប្រភេទនេះទេតើម្ដាយខ្ញុំគាត់ធ្លាប់រងការឈឺចាប់ក្នុងការមើលងាយវាតម្លៃនោះអស់ប៉ុន្មានដងទៅហើយគិតទៅជីវិតអ្នកក្រពិបាកណាស់បរិយានដើរទៅក៏ចូលតាមផ្លូវលំសំដៅទៅខ្ទមកំព្រួកមួយយើងតាមមើលទៅលោកអធិការរឹកធំនេះម្ដងពេលចេញពីរថយន្តនាងស្អីគេនេះអំជាក្រនបើមែននាងដូចជាចន្លោះនាងនឹងម្នាក់ពុំដែលឃើញសោះបងមិនស្គាល់សោះឬនាងជាកូនស្រីអ៊ំយ៉ាននោះអីកូនស្រីអ៊ំបំរើយើងនឹងឬគាត់មានតែកូនស្រីមួយនឹងទេរៀននៅវិទ្យាល័យ18មិនិនាត្រូវប្រឡងឌីប្លូមឆ្នាំនេះជាមួយអូនដែរណានរៈកាន់តែភ្ញាក់តែគេញញឹមតបរបៀបទៀបជ្រាយម៉ានីមនុស្សធន់យ៉ាងនេះកុំសង្ឃឹមថាជាប់ឲ្យសោះមិនក៏បងហ៊ានមើលស្រាលចំពោះរូបគេចុះអូនមានមើលឃើញពីសមត្ថភាពរបស់អ៊ំយ៉ាននោះទេគេក្រតែទ្រព្យសម្បត្តិពិតមែនតែគេមិនខ្វះសមត្ថភាពទេបងអូនឮមិត្តស្រីម្នាក់ថាបងស្រីនឹងរៀនពូកែណាស់សំបីតែពួកប្រុសក៏នៅតែចាញ់គាត់ដែរទោះរៀនពូកែយ៉ាងណាក៏ដោយបើគ្មានប្រាក់បង់សាលាទេគឺពិតជាពុំបានឌីប្លូមឡើយរឿងនេះអូនមិនដឹងទេតែបើតាមពាក្យឆ្លងឆ្លើយអំបញ្ញមិញនេះអូនអាចកាត់យល់ភ្លាមថាពិតជាឈានដល់ឌីប្លូមបានព្រោះគេតស៊ូក្នុងការរៀនសូត្រណាស់បានអូនចាំមើលចុះតើបងនិយាយខុសឬត្រូវរថយន្តលូនមកដល់គ្រឹះស្ថានរបស់គេស្រេចវីឡាដ៏ល្អឥតពីទាំងក្នុងទាំងក្រៅមើលទៅពេញចិត្តជាអនេកមានរបស់របរសពគ្រប់សុទ្ធតែមកពីបរទេសបើប្រាប់ចុះបើចេះអស់ប្រហែលនឹងសេដ្ឋីដែរតើលោកដុកប៊ុនថាជាចៅហ្វាយខេត្តបាត់ដំបងទើបនឹងផ្លាស់ទៅថ្មីប្រពន្ធគាត់ឈ្មោះ
លោកស្រីម៉ារីណាគាត់មានកូន3នាក់ហើយគាត់មិនមែនជាមនុស្សប្រកាន់វណ្ណៈពេកទេគឺជាមនុស្សថ្លៃថ្នូរម្នាក់ដែលគេចូលចិត្តគ្រប់គ្នាថ្ងៃនេះលោកស្រីនិងលោកប្រុសទៅនឹងត្រឡប់មកពីខេត្តបាត់ដំបងដោយដឹងថាកូនស្រីរបស់គាត់ត្រូវប្រឡងផងរថយន្តចូលមកដល់ស្រីតូចម៉ានីរត់មកទទួលដោយអំណរលោកប៉ាអ្នកម៉ាក់កូននឹកណាស់ម៉ាក់ក៏នឹកកូនដែរម៉ាក់ពេលប្រឡងហើយកូនទៅបាត់ដំបងជាមួយម៉ាក់ហើយណាទេម៉ាក់មិនទៅទេទុកឲ្យប៉ាកូនឯងទៅម្នាក់ឯងចុះម៉ាក់ពុំចេះរស់នៅទេអញ្ចឹងម៉ាក់មកនៅភ្នំពេញវិញហើយឬអ្នកស្រីងក់ក្បាលលោកប្រុសសើចញឹមបើម៉ាក់ឯងមិនចេះនៅបាត់ដំបងនោះចាំមើលប៉ារោគម៉ាក់ថ្មីមួយទៀតហើយរោគឯណាក៏រោគទៅកូនពេញក្រមុំកំឡោះអស់ហើយខ្ញុំមិនខ្វល់ទេឲ្យតែឯងរកបានយើម៉ាក់វាមិនខ្វះទេ10ក៏មានដែរយីមិនចេះខ្មាស់កូនទេគាត់ឯងនេះចំជាខលមែនតោះទៅលើផ្ទះម៉ានីប៉ាឯងឥឡូវចាស់ហើយនៅព្រើទៀតស្រីសើចរួចចូលទៅក្នុងអ្នកស្រីស្រែកប្រាប់មីងបំរើបងយ៉ានចុះទៅយកអីវ៉ាន់ក្នុងឡានមកសម្បត្តិទៅណាហើយបាត់ម៉ាក់សម្បត្តិតពីក្នុងទាំងញញឹមកូនឯងទៅជួយយកអេវ៉ាន់និងធូរ៉េនចេកមកម៉ាក់ទិញពីប៉ៃលិនមកច្រើនណាស់ស្មានតែហៅមានការអីឲ្យខ្ញុំទៅជួយយករបស់អ្នកបំរើមាន2នាក់ម៉ាក់ប្រើខ្ញុំដែរខ្ជិលណាស់អំឡោះចូលបន្ទប់វិញអ្នកស្រីហួសចិត្តនឹងកូនប្រុសយីកូននេះមិនដឹងកាត់ពូជទៅរកអ្នកណាទេបានជាចិត្តរឹងយ៉ាងនេះម៉ាក់មិនចាំបាច់ប្រើគាត់ទេទុកឲ្យខ្ញុំទៅវិញបងសម្បត្តិឥឡូវកាន់តែខ្លាំងឡើងយូរទៅដល់ឆ្លោះជាមួយស្រីតាមចិញ្ចើមថ្នល់ក៏មានចិត្តខុសពីបងម៉ានិតឆ្ងាយណាស់មើលម៉ានិតត្រឡប់មកពីប៉ារីសវិញម៉ាក់ឲ្យសម្បត្តិវាមានប្រពន្ធឲ្យហើយរួចបែកផ្ទះចេញទៅកុំឲ្យនៅចិត្តម៉ាក់ទៀតទុកតែម៉ានិតនិងម៉ានីនៅជាមួយម៉ាក់បានហើយសម្ដីទាំងប៉ុន្មាននេះសម្បត្តិស្ដាប់បានទាំងអស់មុនដំបូងគេដូចជាខឹងនឹងប្អូនតែដល់ឮគាត់ថាឲ្យរៀបការគេសើចរីករាយវិញម៉ានីជួយជញ្ជូនអីវ៉ាន់ទាល់តែអស់អ៊ំយ៉ានសួរនាងស្រីតូចនៅប៉ុន្មានថ្ងៃទៀតត្រូវប្រឡង2ថ្ងៃទៀតណាអ៊ំគាត់សើចរួចដើរចូលទៅក្នុងទៀងទឹកមុខរីករាយចម្លែក